ជំងឺអេដចាប់ផ្ដើមរាតត្បាតតាំងពីឆ្នាំ1981ហើយពេលនោះអ្នកដែលឆ្លងមេរោគអេដគឺដូចជាអស់សង្ឃឹមក្នុងជីវិតឯងប៉ុន្តែក្រោយមកនៅឆ្នាំ1987ឱសថប្រឆាំងមេរោគអេដដំបូងត្រូវបានគេរកឃើញហើយចាប់ផ្ដើមផ្ដល់សង្ឃឹមដល់អ្នកដែលរស់នៅជាមួយមេរោគអេដឆ្នាំ1991សញ្ញាបូពណ៌ក្រហមក្លាយទៅជាសញ្ញាអន្តរជាតិតំណាងការលើកកម្ពស់ការយល់ដឹងពីមេរោគអេដហើយឆ្នាំ2001ឱសថប្រឆាំងមេរោគអេដចាប់ផ្ដើមទៅដល់ប្រទេសកំពុងអភិវឌ្ឍហើយឥឡូវនេះដោយសារតែឱសថប្រឆាំងមេរោគអេដអ្នករស់នៅជាមួយមេរោគអេដអាចរួមភេទបានដោយមិនចម្លងដល់អ្នកដទៃទៀតហាមែនទេសួស្តីអ្នកនាងខានៅក្នុងវីដេអូនេះគឺយើងមានការប្រកួតយករង្វាន់ Voucher Burger King ដូចលើកមុនអញ្ចឹងប៉ុន្តែមុននឹងចូលដល់ការប្រកួតនេះគឺខ្ញុំចង់និយាយរឿងមួយសិនទាំងអស់គ្នាដឹងហើយថាមេរោគអេដគឺឆ្លងតាមរយៈការរួមភេទការប្រើមជ្ឈសារ៉ាំងរួមគ្នាឆ្លងពីម្ដាយទៅកូននិងឆ្លងពេលបំបៅដោះកូនប៉ុន្តែទាំងអស់គ្នាមានដឹងអត់ថាមិនមែនគ្រប់អ្នកដែលរស់នៅជាមួយមេរោគអេដគឺសិតតែអាចចម្លងមេរោគអេដទៅអ្នកដទៃបានទេខ្ញុំបាននិយាយច្រើនតាក់ទងជាមួយនឹងឱសថប្រឆាំងនឹងមេរោគអេដព្រោះវាគឺសំខាន់ណាស់បើសិនបើមិនមានការព្យាបាលទេចំនួនមេរោគអេដនៅក្នុងខ្លួនអ្នកដែលរស់នៅជាមួយមេរោគអេដវានឹងកាន់តែកើនឡើងដែលធ្វើឲ្យគាត់អាចធ្លាក់ខ្លួនឈឺបានប៉ុន្តែបើសិនបើគាត់ទទួលការព្យាបាលប្រើប្រាស់ឱសថប្រឆាំងមេរោគអេដឲ្យបានត្រឹមត្រូវនិងទៀងទាត់គឺគាត់អាចបញ្ឈប់មេរោគអេដពីការបង្កើតចំនួនមេរោគបន្ថែមហើយជួយការពារគាត់មិនឲ្យធ្លាក់ខ្លួនឈឺបានហើយដល់ពេលកម្រិតមួយដែលថ្នាំគ្រប់គ្រាន់នៅក្នុងឈាមរបស់អ្នកដែលរស់នៅជាមួយមេរោគអេដគឺស្ទើរតែបាត់ទាំងស្រុងពីក្នុងខ្លួនរបស់គាត់គឺមានសល់តែតិចតួចបំផុតនេះហើយបានជាមានការនិយាយថា more ស្មើនឹង more ឬក៏គេហៅថា u ស្មើនឹង u more ស្មើនឹង more នេះមានន័យថាចំនួនមេរោគអេដមិនអាចរាប់បានស្មើនឹងមិនអាចចម្លងបានបើនិយាយទៅការទទួលបាន more ស្មើនឹង more នេះគឺមានន័យថាអ្នកដែលរស់នៅជាមួយមេរោគអេដគឺគាត់មិនអាចចម្លងមេរោគអេដទៅអ្នកដទៃតាមរយៈការរួមភេទបានទេព្រោះបន្ទុកមេរោគអេដនៅក្នុងខ្លួនរបស់គាត់គឺមិនអាចរាប់បានអូខេអញ្ចឹងចូលដល់ការប្រកួតរបស់យើងសំណួរសួរថាតើដើម្បីទទួលបាន more ស្មើនឹង more ឬក៏ u ស្មើនឹង u នេះយើងត្រូវធ្វើម៉េចខ្លះ comment ចម្លើយនៅខាងក្រោមហើយ tag មិត្តភ័ក្តិចំនួន5នាក់ដើម្បីមានឱកាសឈ្នះរង្វាន់ Burger King ចំនួន1រង្វាន់ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី30សីហាខាងមុខនេះហើយទាំងអស់គ្នាអាចរងចាំមើលលទ្ធផលបាននៅលើ page AHF Cambodia ជូនពរសំណាងល្អហើយជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ